រឿងសារិកាកែវឆ្លាតវៃតោះយើងទៅសារិកាហើរនាំផ្លូវព្រានព្រៃហើយនាំចូលព្រៃធំតែផ្លូវដែលវានាំទៅនោះជាកន្លែងដែលសត្វតោស្នាក់នៅដើរយូរហើយនៅមិនតាន់ដល់ទៀតដើរតាមខ្ញុំមកឲ្យលឿនឡើងមិនចឹងទេឆ្លុះនោះវារត់ទៅឥឡូវបាត់ហើយឆ្លុះនឹងជ្រូកព្រៃនាំគ្នាទៅពួននៅផ្លូវខាងមុខចាំស្ទាក់ផ្លូវព្រាននោះពួកគេមកជិតដល់ហើយត្រៀមខ្លួនទៅយើងព្រានព្រៃនឹងប្រពន្ធនាំគ្នាដើរតាមសារិការហូតដល់កន្លែងមួយដែលឆ្លុះរងចាំទីនោះលើក្បែរជំរករបស់សត្វតោឯណាទៅសត្វឆ្លុះនោះមិនមិនឃើញដើរមកយូរហើយមិនឃើញសោះចឹងឆ្លុះធ្វើជាចេញបង្ហាញខ្លួនឲ្យព្រានព្រៃឃើញព្រានបំរុងនឹងបាញ់ឆ្លុះទៅហើយតែសារិកាបន្ថែមថាបងព្រាបឆ្លុះនេះតូចណាស់បងកុំបាញ់នាំតែសត្វធំផ្អើលអស់ទេបងតាមខ្ញុំមកនៅខាងមុខដល់កន្លែងគោព្រៃហើយបងចាំបាញ់គោព្រៃវិញល្អជាងបងពេលនោះប្រពន្ធព្រានព្រៃមើលឃើញតោឈ្មួញឈរបែរខ្នងប្រពន្ធព្រានព្រៃស្មានតែគោព្រៃក៏ហៅប្តីឲ្យទីបាញ់អូអ្នកអើយស្អីនោះប្រកាសជាគោព្រៃមិនខានទេវ៉ាវធំណាស់ស្អីគេចេះប្រកាសជាគោព្រៃមិនខានទេតោលីដូច្នេះក៏គិតក្នុងចិត្តថាមើលទៅចំណៃយើងចិត្តមករកយើងដោយខ្លួនឯងហើយតើថ្ងៃនេះយើងនឹងបានអាហារឆ្ងាញ់មាត់មិនខានទេតោធ្វើជាដើរចេញទៅឆ្ងាយបញ្ឆោតឲ្យព្រានព្រៃដើរបាញ់ពីក្រោយបួងលួងចិត្តព្រានព្រៃឲ្យតាមទៅដល់ជំរករបស់ខ្លួនដើម្បីងាយស្រួលសង្គ្រប់ចាប់ព្រានព្រៃស៊ីជាចំណីបាញ់បានហើយព្រានបំរុងនឹងបាញ់សត្វតោម្ដងទៀតតោងាកមកសង្គ្រប់ព្រានព្រៃយ៉ាងឆាប់រហ័សម៉ែអើយគោព្រៃឯណាលោកអើយតោសោះរត់សិនហើយវើយព្រានព្រៃភ័យណាស់ខំរត់ឲ្យលឿនរត់យ៉ាងណាឲ្យផុតពីចង្កូមរបស់សត្វតោជួយផងជួយផងរីឯប្រពន្ធព្រានព្រៃវិញជ្រូកព្រៃឆ្លុះអណ្ដាតសារិកាក៏ភ័យនាំគ្នារត់គេចចេញពីកន្លែងនេះមិនហ៊ានងាកក្រោយហេមកវិញភ្លាមពួកអាសត្វចង្រៃមកវិញភ្លាមតោមិនបានដេញតាមប្រពន្ធព្រានព្រៃទេវាដេញតាមតែព្រានព្រៃម្នាក់គត់យីស្អីចេះអូសត្វតោឈប់ដេញយើងទៅអាតោចង្រៃលីព្រានខំរត់ទាំងត្រដាប់ត្រដួសតាក់នឹងបន្លារបួសពេញខ្លួនតែដោយសារតែភ័យខ្លាចសេចក្តីស្លាប់មកដល់រត់ទាំងត្រដាប់ត្រដួសមិនងាកក្រោយតក៏សោះរត់ទៅមុខទៀតអូយឈឺណាស់អូយព្រានរត់មិនងាកក្រោយពេលរត់ទៅដល់កន្លែងមួយមានរូងដីព្រានរត់មិនបានមើលក៏ធ្លាក់ចូលបោកក្បាលនឹងថ្មស្លាប់បាត់ទៅនេះជាកម្មពីរបស់ព្រានដែលតែងតែបរបាញ់សម្រាប់សត្វព្រៃចំណីរបស់យើងទៅណាបាត់ហើយចាប់តាំងពីពេលនោះមកសត្វទាំងអស់រស់នៅយ៉ាងមានសេចក្តីសុខមិនមានការគំរាមកំហែងពីព្រានព្រៃកំណាចតរៀងមក